សូមស្វាគមន៍មកកាន់ The First Day of Unemployed សម្រាប់ខ្ញុំថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំឈប់ធ្វើការថ្ងៃទី1ហើយនិយាយទៅនៅផ្ទះអត់សុខដែរអ្នកទាំងអស់គ្នាក៏ខ្ញុំបានហៅកន្លែងមួយដើម្បីហែទឹកគឺនៅ Coconut Park ចង់ recommend ថានៅនេះគឺបរិយាកាសល្អមែនតើហើយចំណេញមួយគឺយើងអត់បាន pay ទៅលើការហែទឹកហ្នឹងឯងគឺយើងញ៉ាំអាហារចាប់ពី$5ឡើងទៅគឺគេ free ឲ្យយើងហែទឹកអញ្ចឹងហើយគេមានទាំងកន្លែងឲ្យយើង relax ឲ្យយើងសម្រាកគឺល្អមែនតើខ្ញុំ recommend កន្លែងនេះសម្រាប់អ្នកគេដែលគាត់ stress ខ្លាំងពួកឯងពីបាត់ពិសោធន៍របស់ខ្ញុំផ្ទាល់ណាពេលដែលខ្ញុំទៅធ្វើការហើយខ្ញុំមានអារម្មណ៍ថា stress រយករយស្មាហើយអត់មានអារម្មណ៍ថាចង់ធ្វើអីទេមួយវិញទៀតគឺយើងចាប់ផ្ដើម burn out ហ្នឹងបងប្អូនអាចមកហែទឹកបានមិនចំពោះតាណាគេដែលគាត់ចេះហែទឹកទេសម្រាប់ខ្ញុំអត់ចេះហែទឹកទេប៉ុន្តែខ្ញុំព្យាយាមមើលការហែទឹករៀនតាម TikTok ហើយទឹកនៅនឹងអត់សូវច្រើនទេបងប្អូនអាចថាធំធំយើងអីអញ្ចឹងយើងអាចរៀនជាមួយទឹក start beginning ទៅបានតែបើគាត់ថាអូគាត់មានថវិកាឬក៏បាត់ចិត្តសម្រាប់ pay ឲ្យគ្រូហែទឹកដើម្បីចេះសិនហើយចាំមកធ្វើការហែដោយខ្លួនឯងអាហ្នឹងទៅលើការសម្រាប់ចិត្តឬក៏ទៅលើmindset របស់អ្នកទាំងអស់គ្នាទេគាត់ថាយ៉ាការហែទឹកគឺជួយ relax stress បានច្រើនមែនតើបើសិនជាអ្នកទាំងអស់គ្នាអាចរកកន្លែងណាដែលបានស្អាតតម្លៃសមរម្យឬក៏មាន activity ធ្វើច្រើនជាងហ្នឹងអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមទៅខ្ញុំក៏ចង់ស្វែងរកកន្លែងថ្មីៗប្លែកៗដែរអរគុណ